បងប្អូនគ្នានៅមុននេះបន្តិចតែម្ដងសារព័ត៌មាន Reuters បាទរបស់សហរដ្ឋអាមេរិកបានធ្វើការចុះផ្សាយអំពីបាទប្រទេសថៃឬក៏ទាហានថៃកំពុងតែសាងសង់របងនៅតាមបន្ទាត់ព្រំដែនបាទជាមួយនឹងកម្ពុជាហើយជាពិសេសតំបន់កំពុងតែមានចំនួនទៀតបាទឥឡូវនេះរឿងរ៉ាវពាក់ព័ន្ធទៅនឹងនៅតាមបន្ទាត់ព្រំដែននេះយើងឃើញថាសារព័ត៌មានបរទេសជាច្រើនកំពុងតែមានការចាប់អារម្មណ៍បាទរឿងរ៉ាវនៅតាមព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃហ្នឹងគឺសបើមដៃខ្លាំងមែនទែនថៃធ្វើអ្វីក៏ដោយបាទឥឡូវនេះមិនចាំបាច់កម្ពុជាចុះផ្សាយទេគឺខាងសារព័ត៌មានបរទេសគឺគេចាំមើលថាតើបទច្បាញ់រវាងកម្ពុជានិងថៃថាតើអ្នកណាជាអ្នកបាទបានន័យថាមិនរោរឿងអ្នកណាមុនឥឡូវនេះយើងបានឃើញថាកម្ពុជាស្ងាត់ឈឹងក៏ប៉ុន្តែបើយើងងាកទៅមើលខាងប្រទេសថៃឬក៏កងទ័ពរបស់ថៃបាទនៅអត់ស្ងៀមទេដើរបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឬក៏ទីលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរដែលថៃវាវាយបាននៅតំបន់មួយចំនួនណាបាទវាយកទៅធ្វើជាកម្មសិទ្ធិរបស់វាហើយឥឡូវនេះវាទៅជាធ្វើរបងពាត់បាទដីដែលវាគិតថាវាវាយបាននឹងទៀតបងប្អូនឥឡូវនេះឃើញថាព័ត៌មានមួយនេះកំពុងតែផ្ទុះខ្លាំងមែនទែននៅឯប្រទេសថៃក៏ប៉ុន្តែមានការចោទជាសំណួរសួរច្រើនមែនទែនពីបាទអ្នកសារព័ត៌មានថាតើថៃធ្វើបែបនេះនៅក្នុងចេតនាអ្វីបាទចំពោះព្រំដែនដែលថៃកំពុងតែសាងសង់របងបាទសាងសង់របងដូចជាមានជាបេតុងហើយនឹងប្លាលួសបាទដែលស្ថិតនៅក្នុងបាទខេត្តបៃលិនបាទទល់ព្រំដែនជាមួយនឹងខេត្តចន្ទបុរីឥឡូវនេះថៃគេសាងសង់របងហើយបើយើងនិយាយទៅបងប្អូនអ្នកគ្នាការសាងសង់របងបាទប្រទេសមួយតតែមានប្រទេសមួយទៀតឯកភាពបាទឬក៏ចូលថវិកាគ្នាបានអាចសាងសង់ជារបងបានក៏ប៉ុន្តែហេតុអីបានជាថៃហ៊ានសាងសង់របងបែបនេះទាំងដែលកម្ពុជាអត់បានព្រមព្រៀងហើយទឹកដីដែលវាទៅនឹងវាយបាននេះបាទទៅសាងសង់របងភ្លាមបែបនេះនេះគឺជាចំណុចមួយដែលគេកំពុងតែមានការចោទជាសំណួរថាតើថៃធ្វើបែបនេះនៅក្នុងគោលបំណងអ្វីបាទកិច្ចព្រមព្រៀងអត់ទាន់មានការបញ្ជាក់ឬក៏ព្រំដែនហ្នឹងអត់ទាន់មានការបញ្ជាក់ថាអូឥឡូវយើងបាទព្រមព្រៀងគ្នាត្រឹមនេះព្រំដែនត្រូវត្រឹមនេះហើយដល់ពេលវាវាយបានដីមួយចំនួនវាបែរទៅជាធ្វើរបងពាត់បលាលួយកទៅវិញអញ្ចឹងអាហ្នឹងនៅក្នុងគោលបំណងអ្វីនិយាយរួមទៅអានេះនិយាយមួយម៉ាត់ឲ្យខ្លីទៅគេហៅថាចៅសុតសាតចៅលួចដីបាទថ្នាក់លើរដ្ឋាភិបាលមិនទាន់នឹងមានការព្រមព្រៀងគ្នាផងក៏ប៉ុន្តែទាហានថៃឬក៏អ្នកពួកថាមេតបភូមិភាគបាទថៃមួយចំនួនបាទដើម្បីតែមុខមាត់ដើម្បីតែប្រជាប្រិយភាពខ្លួននៅក្នុងទឹកដីរបស់ខ្លួនហ៊ាននៅក្នុងការធ្វើអ្វីតាមតែអំពើចិត្តធ្វើអ្វីតាមតែមហាជនស្រែកអូចេះចុះទាំងតែការពិតទឹកដីមួយចំនួនដែលថៃកំពុងតែវាយនេះគឺជារបស់ខ្មែរយើងយ៉ាងពិតប្រាកដមកទល់នឹងពេលនេះបងប្អូនគ្នាបើទោះបីជាកម្ពុជាប្រឹងហៅថៃបាទចូលតុចរចាដើម្បីសម្រេចនៅកិច្ចបាទព្រមព្រៀងពាក់ព័ន្ធទៅនឹងព្រំដែនផ្លូវគោកយ៉ាងណាក៏ដោយក៏ថៃនៅតែបន្តកិច្ចវេះបាទអត់ចង់មកចរចាឬក៏ចូលតុចរចាជាមួយនឹងកម្ពុជាទេថៃបែរជាលើករឿងរ៉ាវពាក់ព័ន្ធទៅនឹងព្រំដែនផ្លូវសមុទ្រទៅវិញដោយយកលេសថាចាំព្រំដែនផ្លូវសមុទ្រសម្រាប់គ្នាហើយបានមកចរចាព្រំដែនផ្លូវគោកនៅរឿងរ៉ាវនេះយើងអាចនិយាយបានថាថៃកំពុងតែកិច្ចវេះអាចនិយាយបានថាបើសិនជាមន្ត្រីណាមួយឬក៏គេថាថ្នាក់ដឹកនាំណាមួយហ៊ានចរចាឬក៏ចុះកិច្ចព្រមព្រៀងឬក៏ព្រំដែនជាមួយនឹងកម្ពុជាមន្ត្រីរូបនោះនឹងត្រូវបានប្រជាជនឬក៏គេហៅថាគេនឹងចាជាប្រវត្តិសាស្ត្រថាបានកាត់ដីឲ្យទៅប្រទេសកម្ពុជាឬក៏បាទប្រទេសខ្មែរយើងទៅថាស៊ីស៊ូជាមួយខ្មែរយើងទៅបាទព្រមចុះកិច្ចព្រមព្រៀងកាត់ដីខ្មែរយើងទាំងដែលផែនទីច្បាស់លាស់យើងមាននៅក្នុងដៃក៏ប៉ុន្តែថៃវាតែងតែប្រើប្រាស់ផែនទីដែលវាគូដោយខ្លួនឯងនេះយកទៅបំផុសបំផុលបាទប្រជាជនវាឲ្យគិតថាកន្លែងនោះគឺជារបស់វាកន្លែងនោះគឺជារបស់វាទាំងដែលទឹកដីរបស់វាប៉ុណ្ណាទៅហើយវានៅតែចង់បានបាទផែនទីឬក៏ដែនដីនៅអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយើងទៀតយើងដឹងថាប្រទេសកម្ពុជារបស់យើងគឺជាដែនដីអច្ឆរិយៈដែលសម្បូរទៅដោយប្រាសាទបាទប្រាង្គសិលាដែលថៃវាចង់បានមែនទែនហើយឥឡូវនេះកម្ពុជាកំពុងតែមានបដាបងប្អូនគ្នាដោយភាគខាងត្បូងនៅប្រទេសថៃកំពុងតែផ្ដាច់ខ្លួនពីទឹកដីរបស់ថៃហើយសំណួរសួរថាអាចទេបងប្អូនដោយសារតាមរយៈនេះយើងឃើញថាភាគខាងត្បូងនៅប្រទេសថៃបាទដូចជាខេត្តអវត្តធីវត្តឯហ្នឹងគឺកំពុងតែមានការចលាចលហើយដល់យប់នេះគឺខាងក្រមផ្ដាច់ខ្លួនបាទក្រមគឺចង់បំបីខ្លួនហ្នឹងគឺដូចជាយប់មិញបាញ់រះប៉ូលីសបាទឈុតថៃ
ឈុតខ្មៅថៃចំនួន5នាក់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុហើយម្សិលមួយថ្ងៃនោះដូចជាមានករណីបំផ្ទុះគ្រាប់បែកដោយក្រុមបះបោរហ្នឹងវាយកអាគ្រាប់បែកទៅដាក់នៅក្នុងរថយន្តហើយឲ្យរថយន្តហ្នឹងជិះទៅបំបុកនៅស្ថានីយ៍ប៉ូលីសមួយកន្លែងដែលធ្វើឲ្យផ្ទុះហើយប៉ូលីសមួយចំនួនក៏រងរបួសផងដែរបាទកម្ពុជាវាអញ្ចឹងឯងបាទចង់បានដីគេលទ្ធផលគឺវេទនាហើយយើងឃើញថាមកយ៉ាងនេះលោកអនុទានដែលជានាយករដ្ឋមន្ត្រីរបស់ថៃបាទប្រឹងដើរចរចាបាទសុំប្រទេសនេះប្រទេសនោះដូចជាម៉ាឡេស៊ីឲ្យទិញបកងវិញទៅសុំចរចាជាមួយចិនឲ្យកុំចុះព័ត៌មានពាក់ព័ន្ធទៅនឹងរឿងតើកុំមកលេងប្រទេសចិនទេប្រទេសថៃដោយសារសបោ scam អីចឹងទៅបងប្អូនគ្នាយកយ៉ាងណាដែរចំពោះការធ្វើរបងពីសំណាក់យោធារបស់ថៃដែលនៅមកទល់នៅពេលនេះកម្ពុជារបស់យើងក៏ចេញមកប្រតិកម្មដែរបាទអញ្ចឹងយើងក៏រងចាំមើលទាំងអស់គ្នាបាទអញ្ចឹងយើងព័ត៌មានសូមបញ្ចប់តែប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅព្រឹត្តិការណ៍ព័ត៌មានថ្មីនិងអាប់ដេតបន្តទៀតក្រៅពីនេះខ្ញុំបាទសូមគោរពនិងជម្រាបលា